ម្មតា20,000 នាក់នៅក្នុងនោះមានខ្ញុំដែរណានេះគឺជាព្រំលិខិតមិនអាចប្រឆាំងនឹងទេវតាបាដាយ៉ារកោក្រឡើងប្រឆាំងព្រានវាសនាខ្ញុំកំព្រាមិនដឹងឪពុកមិនដែរនៅទីណាហើយវេទនាមិនអាចទៅរៀនអក្សរនៅសាលាគ្រាន់តែដឹងតែពេលនេះខ្ញុំជាក្មេងបាត់ផ្សារអង្គុយសម័យពីអនាគតថ្ងៃមុខនឹងទៅជាយ៉ាងណាតើខ្ញុំអាចមានឱកាសអាចรู้ស្រួលទេចំណៃអាហារទាំងយប់ទាំងថ្ងៃខ្ញុំបរិភោគពីគេហើយជួនកាលខ្ញុំដេកអត់បាយខ្ញុំមិននឹងធ្វើមិនទេដល់កាសាឡាសង្ឃឹមថានៅថ្ងៃណាមួយអាចមានឱកាសមករៀនមកសូត្របើសិនជាគេជួយខំដេកស្រមៃទាំងយប់ទាំងថ្ងៃវាធ្វើឲ្យខ្ញុំនេះទុកព្រួយរសាដល់តែតែម្នាក់ឯងឆាកជីវិតមានតែមួយឬឆាកជីវិតរបស់ខ្ញុំវាបានតែប៉ុណ្ណឹងខំលើកតែចិត្តដល់ខ្លួនឯងឲ្យចេះខំប្រឹងតែសំណាងមិនល្អព្រោះតែគ្មានទីពឹងមានតែកម្មមកសង្កត់ចិត្តតែមិនបើជាវាយ៉ាងហ្នឹងបើសិនតែម្ដាយនៅទីនេះមិនដឹងយល់ល្អប៉ុណ្ណាប្រហែលជាកូនមានចំណេះបន្ទាប់ពីចេញពីសាលាមានការងារធ្វើមាននំមានមកជុំទឹកកញ្ចាស់$100មិនដូចជាពេលនេះទេកូនជាក្មេងបាត់ផ្សារក្ដីសង្ឃឹមក្ដីរំពឹងនៅលើខ្លួនឯងវល់ដូចផ្សាយគ្មានបើសិនជាចិត្តជន់លំបាកឧបសគ្គទួនកុំអស់សង្ឃឹមក្នុងឆាកជីវិតទិញកម្លាំងឲ្យហំហួនខ្ញុំនៅទីនេះជាវិជីវិតចង់ឲ្យអ្នកបានដឹងពីឆាកជីវិតសេវេទនាជីវិតដែលគ្មានការទីពឹងជីវិតដែលត្រូវគេបោះបង់ចោលជីវិតដែលអស់សង្ឃឹមជីវិតដែលរស់នៅដើម្បីស្លាប់ថាលំបាកយ៉ាងហ្នឹងខ្ញុំតែសង្ឃឹមជារៀងរាល់ថ្ងៃសង្ឃឹមតែបោះទៅមុខសង្ឃឹមតែជីវិតមួយនេះវាអាចរស់នៅបានសុខសង្ឃឹមតែពេល